សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមបង្ហាញពី website កិច្ចការម្ដងទៀតខ្ញុំបាន save ជា web វាទុកហើយនៅក្នុង notepad របស់ខ្ញុំបាទបងប្អូនគ្រាន់តែមើលតាម website នេះជា note នៅក្នុង note នេះបងប្អូន copy ចូលឬក៏បងប្អូនវាយបើក Mozilla ធម្មតាហើយយើង delete Mozilla web អាចាស់ចោលបន្ទាប់មកយើងចុចពាក្យ path បន្ទាប់មកយើងចុចពាក្យសញ្ញានេះសញ្ញាព្រួយនេះតបវានឹងចេញចាស់ចេញចឹងហើយបងប្អូនត្រូវតែចុចកន្លែងណាមួយឬក៏ចុចកន្លែង AGE នេះដើម្បីកុំឲ្យ website វាបិទអូខេខ្ញុំសូមបង្ហាញកន្លែងនេះបានន័យថាកន្លែងនេះបានន័យថាកន្លែងនេះគឺជាបណ្ដុំវីដេអូបានន័យថាកន្លែងនេះគឺវីដេអូហើយយើងចង់បានវីដេអូណាថ្មីទៅចេញថ្មីបងប្អូនគ្រាន់តែចុចកន្លែង AGE នេះតែម្ដង AGE អញ្ចឹងពេលបងប្អូនចុចវាទៅវានឹងសូមបង្ហាញបងប្អូនម៉ោងប្រហែលពីនៅម៉ោងប្រហែលវាខ្លះចេញមកវានឹងសូមឡើងនេះបាទកន្លែងនេះអានេះយើងចុចមកដោយសារយើងចុចថាម្ដងហើយពេលចុចម្ដងទៀតវាទៅជាចាស់វិញអញ្ចឹងចុចកន្លែង AG នេះមកបាទពេលនេះវានឹងបង្ហាញវីដេអូណាថ្មីរកពេលបង្ហាញហើយបងប្អូនចង់ download វាបងប្អូនចុចសញ្ញានេះគេហៅថា torrent minute link នេះគេបងប្អូនចុចអានោះចេញមកវានឹង down file ឲ្យចេញមកឲ្យបងប្អូនតែម្ដងនេះវាចេញចាស់ហើយយើង open វានឹង load ទៅចូល torrent តែម្ដងនៅចំណុចកន្លែងនេះទៀតខ្ញុំសូមបង្ហាញថានៅក្នុងនេះវាមានច្រើនក្នុង browser នេះវាមាន TV វាមាន game មាន app animal box music movie អញ្ចឹងកន្លែងនេះយើងចុចមិញគឺចុច movie វាអញ្ចឹងវាចេញតែ movie នេះហើយចេញម្ដងហើយដល់ពេលនេះបងប្អូនចង់បានជាបានន័យថាបងប្អូនចង់បានជាវីដេអូថ្មីឬក៏អីថ្មីហ្នឹងបងប្អូនចុចកន្លែងវីដេអូនេះវិញហ្នឹងបាទខ្ញុំចុចវីដេអូហ្នឹងទៅវាចូលនៅក្នុងនេះវិញអូខេនេះវាចេញមកវិញហើយឃើញទេវាចេញចឹងបងប្អូនចង់បានជា software computer បងប្អូនចុចកន្លែង app នេះ software computer ឬមួយក៏កន្លែងនេះដែលបងប្អូនចង់វាយដូចជាបងប្អូនចង់បាន Windows អីចឹងដែរ Windows 10បងប្អូនចុច search មកចាំបន្តិចវានឹងចូលបង្ហាញខាងក្រោមទាំងអស់តែម្ដងអូសូមបញ្ជាក់ថាវាយឲ្យត្រូវពាក្យដែរបើអត់ត្រូវពាក្យទេវាsẽអត់ឃើញទេម្ដងទៀតអូខេនេះចេញមកច្រើនទាំងអស់អូខេអរគុណច្រើនបងប្អូនដែលបានទស្សនាវីដេអូរបស់ខ្ញុំបាទសូមជួយចុច like និង subscribe ឲ្យខ្ញុំផងបាទអរគុណជម្រាបលា